កម្ពុជាជំទាស់តវ៉ានៅទង្វើថៃបំផ្លាញរចនាសម្ព័ន្ធអគាររដ្ឋបាលនៅបឹងត្រកួនជីកប្រឡាយនិងធ្វើផ្លូវលុបស្រះនៅភូមិជោគជ័យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី11ខែកុម្ភៈបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនៅទង្វើរបស់យោធាថៃវាយកំទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងអគាររដ្ឋបាលបន្ថែមទៀតនៅតំបន់បឹងត្រកួនចន្លោះបង្គោលព្រំដែនលេខ33និង36នៅស្រុកថ្មពួកនិងជីកប្រឡាយធ្វើផ្លូវមួយខ្សែនិងចាក់ដីលុបស្រះនៅតំបន់ភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅចន្លោះបង្គោលព្រំដែនលេខ46និង47នៅក្នុងខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាដែលថៃបានកាន់កាប់ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានក្រសួងការបរទេសបានសង្កត់ធ្ងន់ថាទង្វើរបស់យោធាថៃទាំងនេះគឺបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីពីវិធានការបន្ធូរបន្ថយភាពតានតឹងក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃថ្ងៃទី22ខែតុលាឆ្នាំ2025សកម្មភាពទាំងនេះដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះគឺជាការប៉ុនប៉ងយ៉ាងច្បាស់លាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជាសូមបញ្ជាក់ថាបើទោះបីជាបទចុះបាញ់ចូលជាធរមាននិងមានកិច្ចព្រមព្រៀងជាច្រើនហាមឃាត់ក៏ដោយក៏យោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធរាជបណ្ដាលួសនិងដាក់ទូកុងតឺន័រចូលជ្រៅមកក្នុងទឹកដីកម្ពុជានិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងជាសកម្មភាពដែលកម្ពុជាហៅថាជាការប្រើប្រាស់កងកម្លាំងកែប្រែខ្សែបន្ទាត់ព្រំដែនយោធាថៃធ្វើសកម្មភាពទាំងនេះនៅតំបន់ថ្មដាតំបន់ភ្លុកដំរីខេត្តពោធិ៍សាត់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យតំបន់អូស្មាច់ប្រាសាទតាក្របីប្រាសាទខ្នារប្រាសាទតំបន់ធំតំបន់ជប់អង្គុញតំបន់ជោគគ្រោះភូមិអូខ្លាឃ្មុំក្នុងខេត្តឧត្តរមានជ័យតំបន់អានសេះតំបន់តាថៅតំបន់ភ្នំទ្របនៅក្នុងខេត្តព្រះវិហាររាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតនៃការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេចំពោះការដោះស្រាយចំនួនព្រំដែនទាំងអស់ដោយសន្តិវិធីនិងមិត្តភាពជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួនស្របតាមច្បាប់អន្តរជាតិទន្ទឹមនេះប្រកាន់ខ្ជាប់នៅគោលជំហរជាគោលការណ៍ថាព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងនោះឡើយតើសង្គ្រាមលោកចេញពីកន្លែងណាពិតប្រាកដគណៈ NATO រុស្ស៊ីនិងអាមេរិកកំពុងដណ្ដើមគ្នាគ្រប់គ្រងគិតមកដល់នឹងពេលនេះក្តីបារម្ភរបស់ពលរដ្ឋនៅលើពិភពលោកអំពីការផ្ទុះនៅសង្គ្រាមលោកលើកទី3ដែលអាចកើតមានឡើងដោយសារតែភូមិសាស្ត្រនយោបាយនិងការប្រឡងប្រណាំងសពាវុធទំនើបបង្អួតគ្នាទៅវិញទៅមកថែមទៀតមិនតែប៉ុណ្ណោះការវាយប្រហារស្ទើរគ្រប់តំបន់ផងដែរកត្តាខាងលើថាតើសង្គ្រាមលោកអាចកើតមានឡើងទេហើយកើតឡើងនៅតំបន់ណាប្រទេសណាជាក់ស្ដែងរឿង Greenland ខ្លាចជារឿងមួយដ៏គួរឲ្យបារម្ភខ្លាំងជាងអ៊ុយក្រែនអ៊ីរ៉ង់និងហ្គាហ្សាទៅទៀតបន្ទាប់ពីអាមេរិកនិងរុស្ស៊ីឥឡូវចូលដល់ NATO ទៀតហើយដោយកងកម្លាំងប្រដាប់អាវុធអង់គ្លេសនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មនៅតំបន់អាកទិករបស់អង្គការ NATO ស្របពេលដែលប្រទេសអង់គ្លេសបានសន្យាថានឹងបង្កើនចំនួនទាហានទ្វេដងរហូតដល់ទៅ 2000 នាក់ក្នុងរយៈពេល3ឆ្នាំនេះបាទតាមរដ្ឋមន្ត្រីការពារជាតិលោក John Haley ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស Norwest នៅថ្ងៃពុធនេះបេសកកម្មនេះមានគោលបំណងពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិករួមទាំង Greenland ផងដែរបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងម្ដងហើយម្ដងទៀតថាលោកចង់ទិញយកកោះនេះយ៉ាងណាមិញ Greenland ជាទឹកដីស្វយ័តរបស់ដាណឺម៉ាកនិងជារដ្ឋសមាជិក NATO លោក Haley បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថាតម្រូវការលើវិស័យការពារជាតិកំពុងកើនឡើងហើយរុស្ស៊ីជាអ្នកគំរាមកំហែងដ៏ធំបំផុតនៅក្នុងតំបន់អាកទិកនិងសន្តិសុខខាងជើងនៃតំបន់ដែលយើងមើលឃើញចាប់តាំងពីសង្គ្រាមត្រជាក់លោកបន្ថែមថាយើងឃើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បង្កើតក្រុមយោធាយ៉ាងរហ័សនៅក្នុងតំបន់រួមទាំងការបើកមូលដ្ឋានសង្គ្រាមត្រជាក់ចាស់ឡើងវិញផងដែរលើសពីនេះរដ្ឋាភិបាលអង់គ្លេសបានបដិញ្ញាចិត្តចំណាយលើវិស័យការពារជាតិយ៉ាងធំចាប់តាំងពីការបញ្ចប់នៃសង្គ្រាមត្រជាក់បន្ទាប់ពីការដាក់សម្ពាធរបស់លោក Donald Trump លើទ្វីបអឺរ៉ុបឲ្យបន្ថែមសមត្ថភាពធានាការពារដល់ទ្វីបនេះលោកក៏បានពិភាក្សាទៅលើសំណើសម្រាប់បេសកកម្មជាមួយស
សមភាគីរបស់ខ្លួននៅឯទីស្នាក់ការកណ្ដាលរបស់អង្គការ NATO ក្នុងទីក្រុង Brussels នៅថ្ងៃប្រហ័សក្នុងនោះក៏មានកងកម្លាំងរាប់រយនាក់បានដាក់ពង្រាយនៅទូទាំងអ៊ីស្លង់ច្រកសមុទ្រដាណឺម៉ាកនិង Norwest ក្នុងសមយុទ្ធមួយដែលគ្រោងធ្វើឡើងនៅក្នុងខែកញ្ញាបញ្ហា Greenland កាន់តែឡើងកម្ដៅហើយគណៈរុស្ស៊ីប្រមានដ្រាមខ្លាំងៗថាបើដាក់យោធាអាមេរិកនៅទីនោះសង្គ្រាមនឹងផ្ទុះជាជាមិនខានស្ថានភាពភូមិសាស្ត្រនយោបាយនៅ Greenland មិនថមថយកម្ដៅនៅឡើយស្របពេលដែលលោក Donald Trump នៅតែចិញ្ចឹមចិត្តចង់បានដែនកោះមួយនេះដោយឥតងាករេប៉ុន្តែឥឡូវភាគីរុស្ស៊ីក៏បានចេញមុខគម្រាមខ្លាំងៗផងដែរថាប្រសិនបើសហរដ្ឋអាមេរិកហ៊ានបង្កើតវត្តមានយោធានៅទីនោះមែនទីក្រុងមូស្គូនឹងចាត់វិធានការសងសឹកហើយអាចជាវិធានការយោធាថែមទៀតផងការគម្រាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergei Lavrov ដែលបានប្រាប់សារព័ត៌មាន TRT ដែលបានយកចោះផ្សាយដោយថ្លែងសន្ទរកថាទៅកាន់សមាជិកសភាវិមានគ្រឿងឡើងថាពិតណាស់ក្នុងករណីដែលមានការធ្វើសម្ពយុទ្ធយោធានៅ Greenland និងការបង្កើតសមត្ថភាពយោធាដែលមានគោលដៅប្រឆាំងរុស្ស៊ីនោះយើងនឹងចាត់វិធានការឆ្លើយតបឲ្យបានសមស្របបំផុតរួមទាំងវិធានការបច្ចេកទេសយោធាផងដែរលោកក៏បានផ្ដាយផ្ដាំផងដែរថាសហរដ្ឋអាមេរិកដាណឺម៉ាកនិង Greenland ត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯងលើសពីនេះលោក Lavrov បានចោទប្រកាន់រដ្ឋាភិបាលទីក្រុង Copenhagen ថាការធ្វើទង្វើដាក់អ្នកកោះ Greenland ប្រៀបដូចជាពលរដ្ឋថ្នាក់ទី2ការចិញ្ចឹមចិត្តម្ដងហើយម្ដងទៀតរបស់ Trump ដោយលោកលើកហេតុផលថាប្រសិនបើសហរដ្ឋអាមេរិកមិនគ្រប់គ្រងកោះ Greenland ទេរុស្ស៊ីឬចិននឹងធ្វើជាអ្នកគ្រប់គ្រងមិនខានGreenland គឺជាកោះធំជាងគេបំផុតលើពិភពលោកដែលមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើងចន្លោះមហាសមុទ្រអាត្លង់តិកនិងមហាសមុទ្រអាតិកដោយមានប្រជាជន 57,000 នាក់និងផ្ទៃដីប្រមាណ 2.16 លានគីឡូម៉ែត្រការ៉េអាល្លឺម៉ង់ពង្រឹងសេដ្ឋកិច្ចនិងកងទ័ពខ្លួនដោយរកចំណូលពីការលក់នាវាចម្បាំងដើម្បីទិញដ្រូននិងយន្តហោះក្រោយ EU រងសម្ពាធពីអាមេរិកក្រុមហ៊ុន TKMS របស់អាល្លឺម៉ង់នៅថ្ងៃពុធបានប្រកាសអំពីមហិច្ឆតានៃការស្រូបទាញយកនៅចំណូលឲ្យបានខ្ពស់បំផុតរហូតដល់ទៅ $22,000 លានពីការលក់នាវាមួយទឹកនិងនាវាចម្បាំងស្របពេលការបញ្ជាទិញនិងចក្ខុវិស័យលក់ហក់ឡើងខ្លាំងដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្ដៅបើតាមសារព័ត៌មាន CNA ក្រុមហ៊ុនផលិតនាវាមួយទឹកនិងនាវាចម្បាំងដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់មួយនេះបាននិយាយថាសប្តាហ៍ថ្ងៃការលក់ត្រូវបានរំពឹងថានឹងកើនឡើងចាប់ពី 2% ទៅ 5% នៅឆ្នាំ2026នេះខណៈដែលការព្យាករណ៍ពីមុនមានចំនួនចន្លោះពី1% ទៅ 2%យោងតាមការលើកឡើងរបស់លោក Oliver Burkhead នាយកប្រតិបត្តិក្រុមហ៊ុន TKMSភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្នជាដើមចងធ្វើឲ្យអតិថិជនរបស់យើងមានតម្រូវការខ្លាំងដើម្បីពង្រឹងសមត្ថភាពដែនសមុទ្រកម្រិតខ្ពស់លោកថាការកើនឡើងតម្រូវការនេះក៏ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដូចជាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើអឺរ៉ុបឲ្យបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនមិនតែប៉ុណ្ណោះរដ្ឋាភិបាលទីក្រុងបេកឡាំងមានផែនការចំណាយលុយដល់ទៅ$638 លានដើម្បីបញ្ជាទិញយន្តហោះដ្រូនប្រយុទ្ធពីក្រុមហ៊ុនធុរកិច្ចទើបបង្កើតថ្មី Helsing និង Stark Defense ក្នុងស្រុករបស់ខ្លួនក្នុងការធ្វើទំនើបកម្មយោធាឲ្យកាន់តែរឹងមាំថែមទៀតផែនការទិញយន្តហោះដ្រូនប្រយុទ្ធនេះដែរត្រូវបានរំពឹងថានឹងត្រូវបានបោះត្រាយល់ព្រមដោយគណៈកម្មាធិការថវិការបស់សភាជាន់ទាបក្នុងពេលឆាប់ៗនេះយន្តហោះដ្រូនប្រយុទ្ធដែលអាល្លឺម៉ង់បញ្ជាទិញនេះទៀតសោតគឺក្នុងគោលបំណងគាំទ្រដល់កងពលតូចយុទ្ធក្រោះលេខ45ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសលីទុយអានីបើតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងពីរនឹងមានរយៈពេល7ឆ្នាំខណៈដែលយន្តហោះដ្រូនប្រយុទ្ធកញ្ចប់ដំបូងត្រូវបានរំពឹងថានឹងដឹកជញ្ជូនមកដល់នៅដើមឆ្នាំ2027